ជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងការស្រាយរឿងបោះតង់ធ្វើម្ហូបនៅពិភពវេទមន្តរដូវកាលទី2ហ្នឹងហើយអញ្ចឹងមុននឹងចូលសាច់រឿងយើងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទ Please sir, I want some more. ហ្នឹងហើយអញ្ចឹងក្រុមមុខដានេះគឺបានជិះដំណើរទៅក្រុង Berlin ហើយពេលនេះគឺពួកគេបានមកដល់កន្លែងថ្មីមួយទៀតគឺជាកន្លែងទឹកប្រៃដែលភាសាអង់គ្លេសគេនិយាយថាទឹកសមុទ្រហើយសមុទ្រនេះដែរមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់មុខដាដូចជាការលេងកាំជ្រួចហាងក្បែរឆ្នេរនិងសាច់អាំងជាដើមតែសម្រាប់ Fair វាគ្រាន់តែជាចម្រោះរបស់សត្វបិសាចសមុទ្រប៉ុណ្ណោះអញ្ចឹងពួកគេក៏បានចូលទៅក្រុង Berlin ដែលគ្រាន់តែបង្ហាញកាតហ្គាទៅគឺអាចចូលបានហើយដោយមិនចាំបាច់បង់លុយតែពេលចូលមកដល់ក្រុងដែលល្បីសម្បូរគ្រឿងសមុទ្រនេះបែរជាមិនសូវឃើញគ្រឿងសមុទ្រទៅវិញដែលឃើញតូបខ្លះគឺមានតែកូនត្រី 2-3 ប៉ុណ្ណោះពេលនោះបរិសុទ្ធនេសាទម្នាក់ហ្នឹងក៏បានប្រាប់មុខដាថាគេមកហ្នឹងគឺចំពេលមិនល្អព្រោះថាមានបិសាចមកធំមួយនៅឆ្នេរសមុទ្រកាលពី3ថ្ងៃមុនអញ្ចឹងអ្នកនេសាទហ្នឹងមិនហ៊ានទៅនេសាទនោះទេក្រោយមកមុខដាក៏បានទៅហ្គានិងជួយជាមួយម្ចាស់ហ្គា Max ហើយគាត់ក៏បានប្រាប់ពីមឹកយក្សនោះបន្តទៀតទៅដែលមានក្រុមអ្នកផ្សងព្រេងរែង B នៅទីនេះផងដែរពេលដែលមឹកយក្សនោះបង្ហាញខ្លួនតែពួកគេមិនបានទទួលបេសកកម្មនេះទេព្រោះសត្វសមុទ្រនឹងពិបាកវៃណាស់អញ្ចឹងគាត់ក៏ចោលឲ្យមុខដានឹងជួយកម្ចាត់មឹកយក្សនោះ Fair ក៏បានយកព្រមភ្លាមព្រោះថាមឹកនោះវាឆ្ងាញ់ Admin ក៏ចូលចិត្តមឹកណាតែនេះវាគឺជាបិសាចមឹកអញ្ចឹង Mark ហ្នឹងក៏ពិចារណាថាវាអាចហូបបានឬអត់ពេលនោះមុខដាក៏បង្ឲ្យ Mark ហ្នឹងជួយរកផ្ទះជួលដែលអាចឲ្យពួកគេរស់នៅបានម្ចាស់ហ្គាហ្នឹងក៏បានរកសេតវិមានឲ្យនៅតែម្ដងហើយមានទេសភាពថ្ងៃលិចឲ្យមើលថែមទៀតដែលតម្លៃស្នាក់នៅហ្នឹងមួយសប្តាហ៍គឺ70កាក់មាសអញ្ចឹង Fair ក៏ប្រើមុខដាហ្នឹងធ្វើអាហារពេលល្ងាចមុខដានឹកចង់ឡើងចង់ធ្វើបាយ Hayashi មិនដឹងជាបាយទេយើងចាំតែមើលទាំងអស់គ្នាដែរអញ្ចឹងគេក៏បានបើកស្គៀផ្សារអនឡាញហ្នឹងទិញគ្រឿងក្រៅហើយចំណែកសាច់វិញគឺមុខដាយកសាច់បិសាចគោដែលបានពីដានចិនមកធ្វើអញ្ចឹងដំបូងហ្នឹងគឺត្រូវហាន់សាច់គោនៅឲ្យស្ដើងខ្ទឹមបារាំងផ្សិតរួចយើងយកឆ្នាំងដាក់លើចក្រានមកចាក់ខ្លាញ់ខ្ទឹមបារាំងគោដល់តែវាបដូរពណ៌ហើយដាក់សាច់ចូលអំបិលម្រេចហើយរងចាំដល់សាច់នឹងបដូរពណ៌ដែរទើបដាក់ផ្សិតហើយក៏កូរច្បល់វាចឹងទៅក្រោយមកដាក់ទឹកចូលនិងដួសពពុះចេញហើយបើកកម្ដៅវាប្រហែលជា20នាទីរួចក៏បិទភ្លើងវិញហើយចាំដាក់គ្រឿងការីចូលបន្ទាប់មកយើងបើកភ្លើងវិញហើយកូរវាទៅរួចដួសដាក់ជាមួយបាយហើយដាក់ប្រូកូលីម្ដុំទៅសម្រាប់ការតុបតែងហើយយើងចាក់គ្រីងពីលើទៅរួចជាការស្រេចអញ្ចឹងសត្វគេទាំង3ហ្នឹងក៏មកស៊ីទាំងអស់គ្នាទៅដែលរសជាតិស្រៀងនឹងការីផងដែរហើយក៏បានស៊ីអស់ពីឆ្នាំងសួយក៏ចង់ស៊ីនំខេកបន្តទៀតហើយអ្នកផ្សេងហ្នឹងក៏ចង់ដូចគ្នាអញ្ចឹងមុខកដាក៏ឲ្យនំខេកនិង pudding ទៅពួកគេទៅហើយមុខកដាក៏ហៅពួកគេទៅងូតទឹករួមទាំង Fail ផងដែរស្អែកឡើងមុខកដាក៏បានមកធ្វើបេសកកម្មកម្ចាត់បិសាចមឹកយក្សនោះតែសំខាន់វានៅក្នុងសមុទ្រហើយបើចង់កម្ចាត់វាលុះត្រាតែគេនឹងឆ្លងសមុទ្រអញ្ចឹងគេឆ្លងដោយរបៀបណាមុខកដាក៏បានសួរ Fail ព្រោះគេធ្លាប់វាយជាមួយបិសាចមឹកម្ដងដែល Fail ហ្នឹងគឺបានឈរលើច្រាំងថ្មនិងប្រើវេទមន្តរន្ទះឆក់វាតែដោយសារពេលហ្នឹងវាបង្ហាញខ្លួននៅចិត្តច្រាំងចុះលើកនេះវាអត់បង្ហាញខ្លួនផងហ្នឹងអញ្ចឹងពេលនោះ Fair ក៏សួរថាត្រូវធ្វើមិនវិញមុខកដាក៏បានហួចចិត្តព្រោះ Fair ទទួលបេសកកម្មនេះដោយជឿជាក់អញ្ចឹងមុខកដាគិតថា Fair ប្រហែលជាមានវិធីហើយតែបែរជាឥឡូវមកសួរគេទៅវិញអញ្ចឹងគឺមានតែដើរខ្ចីទូកគេសិនតែអ្នកនេសាទនៅហ្នឹងគឺមិនឲ្យទូកខ្ចីនោះឡើយព្រោះអីខ្លាចវាខ្ទេចឬក៏លិចចូលសមុទ្រអញ្ចឹងមុខកដានិង Fair ហ្នឹងក៏អង្គុយអស់សង្ឃឹមស្របពេលដែលសួយហ្នឹងកំពុងហែលទឹកលេងជាមួយដូរ៉ាអញ្ចឹងមុខកដាក៏ឲ្យសួយហ្នឹងបរិយខ្លួនដឹកពួកគេទៅអញ្ចឹងទៅហើយបានឆ្ងាយបន្តិចហ្នឹង Fair ក៏ចាប់អារម្មណ៍ថាមឹកយក្សហ្នឹងគឺនៅក្បែរនេះពេលហ្នឹងមឹកយក្សហ្នឹងក៏បង្ហាញខ្លួនចេញពីទឹកមកដោយអមជាមួយនឹងនាគសមុទ្រផងដែរហើយពីរអ្នកវាហ្នឹងកំពុងតែវាយគ្នាអញ្ចឹងមឹកនិងនាគហ្នឹងក៏បានកែងឆែកជង្គង់ហោះដាក់គ្នាអញ្ចឹងទៅពេលហ្នឹង Fair ក៏ចាត់ការមឹកយក្សហ្នឹងហើយដូរ៉ាហ្នឹងក៏ចាត់ការនាគសមុទ្រហ្នឹងទៅដែលពួកវាកំពុងប្រពាក់ប្រពួនគ្នាលើទឹកអញ្ចឹងវេទមន្តរន្ទះរបស់ Fair និងដូរ៉ាហ្នឹងគឺជាជម្រើសល្អបំផុតសួយក៏ចង់វាយសត្វសមុទ្រដែរតែចៃដន្យអីគឺអស់អីវាយហើយអញ្ចឹងសួយក៏លើកបិសាចពីរនោះមកដើម្បីឲ្យមុខកដាហ្នឹងដាក់ចូលក្នុង item box តែពេលហ្នឹង Fair ក៏ប្រើឲ្យសួយហ្នឹងគេចេញពីសត្វពីរនឹងភ្លាមព្រោះថាមានត្រីដ៏ធំមួយហ្នឹងបានមកស៊ីបិសាចទាំងពីរនោះអញ្ចឹងមុខកដាក៏ប្រើឲ្យសួយរត់ចេញតែសួយស្ដាយអាសាច់បិសាចទាំងពីរហ្នឹងអញ្ចឹងសួយក៏បានចាក់ទម្លុះត្រីយក្សនោះងាប់បាត់ទៅមុខកដាក៏បានមើលថាត្រីធំហ្នឹងគឺជាអ្វីដែលវាហ្នឹងគឺជា Aspidochelon នឹងឲ្យពិបាកអានជាង Eunomilitogo ទៀតហើយវាហ្នឹងគឺជាបិសាចរែង S នឹងអាចហូបបានហើយបិសាចពីរទៀតហ្នឹងក៏រែង S ដូចគ្នានៅហ្គាលវិញម្ចាស់ហ្គាលហ្នឹងចម្លែកចិត្តព្រោះមុខកដាថាទៅរៀបចំខ្លួនតែមិនបានមួយថ្ងៃផងគេក៏ទៅសមុទ្របាត់ហើយមកដល់ឥឡូវនេះគេក៏បានមកដល់ហ្គាលវិញបាត់ទៀតហើយអញ្ចឹងមុខកដាហ្នឹងក៏បានបញ្យល់ Max ពីរឿងដែលបានកើតឡើង Max ស្ដាប់ហើយសឹងតែនឹកស្មានមិនដល់ណាមួយគេគិតថាមុខកដាហ្នឹងនៅមកខ្ចីទូកពីហ្គាលយកទៅប្រើហើយចំណែកមុខកដាហ្នឹងក៏បានគាំងមកស្ទូទៅព្រោះគេមិននឹកស្មានថាហ្គាលមានទូកនោះទេក្រោយមកម្ចាស់ហ្គាលហ្នឹងក៏បាននាំមុខកដាហ្នឹងមកកន្លែងវះសាច់អញ្ចឹងមុខកដាក៏បានដកមុខយក្សនោះចេញមកហើយចំណែកសាច់មឹកនេះគេក៏បានចែកឲ្យអ្នកនេសាទនៅហ្នឹងហូបផងដែរចំណែកនាគសមុទ្រនិងត្រីយក្សហ្នឹងក៏ត្រូវដកយកមកវះដូចគ្នាពេលនោះមុខកដាក៏ទៅពួនបើកស្គៀគេដោយទិញគ្រឿងផ្សំនិងចាក់វាចូលធុងមួយចឹងទៅដើម្បីកុំឲ្យអ្នកនេសាទហ្នឹងឃើញសម្បកពីពិភពផ្សេងអញ្ចឹងអ្នកនេសាទហ្នឹងក៏ដាក់មឹកលើអាទិះអាំងហ្នឹងហើយក៏បានជួយលាបទឹកគ្រឿងមុខកដាត្រៀមទុកហ្នឹងមុខកដាក៏បានប្រើវេទមន្តភ្លើងដុតមឹកនោះតែ Fail មើលភ្លើងទៅឃើញខ្សោយពេកគេក៏ប្រើវេទមន្តខ្យល់បន្ថែមនិងបានទាញភាពតាក់ទាញយកទៅអស់ទៅហើយមឹកហ្នឹងក៏បានឆ្អិនផងដែរពេលហ្នឹង Max ក៏បានយកស្រាមកទាំងកតុនមកចែកគ្នាផឹកចឹងទៅអញ្ចឹងគេក៏បានជប់លៀងជុំគ្នាអ្នកនេសាទហ្នឹងក៏បានមកផឹកជាមួយមុខកដាផងដែរហើយក្រោយពីជប់លៀងស៊ីផឹកហើយក្រុមអ្នកនេសាទហ្នឹងក៏ចេញទូកទៅនេសាទបន្តតែនេះជាទម្លាប់របស់អ្នកនេសាទនៅក្រុងនេះ Max ប្រាប់ឲ្យមុខកដារងចាំព្រឹកស្អែកផ្សារនឹងពោពេញទៅដោយគ្រឿងសមុទ្រ
ចឹងស្អែកព្រឹកហ្នឹង Fair ក៏បានមកដាស់មុខកដាដោយសារពេលងូតទឹកហ្នឹងមុខកដារំពឹងថានឹងមាននរណាម្នាក់មកដាស់គេពេលព្រលឹមដើម្បីទៅផ្សារពេលមកដល់ផ្សារហ្នឹងគឺពិតជាអ៊ូអរមែននិងសម្បូរទៅដោយត្រីសមុទ្រថែមទៀតដែលផ្សារនេះមិនមែនមានតែរបស់ឆៅនោះទេរបស់ឆ្អិនក៏មានផងដែរចឹងមុខកដាក៏បានមកទិញត្រីអាំងមួយចានពេញហើយអ្នកអាំងត្រីក៏បានចំណាំមុខកដាដែលជាអ្នកកម្ចាត់មឹកយក្សនោះចឹងមួយចានហ្នឹងគាត់លក់ឲ្យត្រឹមតែ3កាក់ទង់ដែងប៉ុណ្ណោះចឹងពួកគេក៏ហូបត្រីអាំងនោះទៅក្រោយហូបរួចពួកគេក៏បន្តមកហូបស៊ុបក្តាមថ្មយក្សម្ដងមុខកដាក៏ចង់យកក្តាមហ្នឹងមកអាំងចាយអ្នកលក់ហ្នឹងក៏ថាក្តាមនេះស្ងោរក៏ឆ្ងាញ់អាំងកាន់តែអែមថែមទៀតចឹងមុខកដាក៏បានទិញក្តាមហ្នឹងទុកហើយចាយហ្នឹងក៏មានលក់ oyster ផងដែរពេលហ្នឹងមុខកដាក៏ចង់ញ៉ាំ oyster ឆៅដោយច្បាច់ក្រូចឆ្មាចឹងទៅតែចាយហ្នឹងមិនដែលលើការញ៉ាំរបៀបនេះទេចឹងគាត់ក៏ប្រាប់មុខកដាក៏មកហូបគ្រឿងសមុទ្រឆៅបើសិនជាគេមិនចង់ឲ្យទៅកើសមុទ្រហើយគ្រឿងក្នុងចឹងអ្នកហូប oyster ឆៅព្រាមអញ្ចឹងដែលវាលើពីការគិតមុខកដាស្មានតែហូបទៅពុលចឹងមុខកដាក៏បន្តដើរផ្សារទៀតហើយអ្នកលក់ហ្នឹងក៏បានឲ្យរបស់ហូបហ្នឹងដល់មុខកដាដែលបានជួយកម្ចាត់មឹកយក្សនោះផងដែរជាលទ្ធផលមុខកដាបានរបស់ free ច្រើនជាងរបស់ទិញទៅទៀតហើយក្រោយពីហូបអាហារពេលព្រឹករួចហ្នឹងសត្វមុខកដាទាំង3ក៏ដេកលក់អស់ទៅចឹងមុខកដាតនេអត់ដឹងធ្វើអីគេក៏ចាប់ដើមធ្វើម្ហូបដល់ដំបូងហ្នឹងត្រូវប្រកាសខ្ជុងជាមុនសិនហើយចំណែក Fair នេះគ្រាន់តែលឺធ្វើរបស់ហូបភ្ញាក់ឡើងភ្លាមហ្មងចឹងមុខកដាក៏យកស្ពៃក្តោបមកចិញ្ច្រាំនិងទិញម្សៅពីស្គៀគេផងដែររួមទាំងមីតែ Fair ហ្នឹងគឺចង់បានសាច់ចឹងមុខកដាក៏ប្រាប់ថាកំតាន់អាលចាំស្ដាប់មេស៊ីសងចឹងគេក៏លាយម្សៅនេះជាមួយទឹកដាក់ពងនិងច្បល់វារួចដាក់ស្ពៃក្តោបនឹងចូលហើយក៏ដាក់កំពឹសទិញពីផ្សារនឹងចូលផងដែរក្រោយមកមុខកដាក៏យកក្តារអាំងដែល Alex ធ្វើឲ្យនឹងមកប្រើដែលដំបូងឡើយគឺដាក់ខ្លាញ់ផាត់វាពេញនឹងទៅហើយដាក់ម្សៅលាយមួយនឹងលើខ្ទះមុខកដាក៏បានយកមីម្ឆាផងដែររួចក៏ដាក់មីនឹងពីលើម្សៅជៀននឹងរួចគេក៏បានដាក់សាច់មឹកនិងបង្គាក្រោយពីគេស្មានថាឆ្អិននៅក្រោមហើយគេក៏ក្លាប់វានិងបន្ថែមទឹកសពីលើថែម mayonnaise សារាយហើយ bonito flake ហើយក៏រួចរាល់ចេញជាមឹកនិងបង្គាអូកូណូមីយ៉ាគីចឹងទៅពួកគេក៏ហូបជុំគ្នាតែគ្មានចំណែក Fair នោះទេតែចំណែក Fair ហ្នឹងគឺមុខកដាបានបដូរទៅជាដាក់ oyster វិញពេលហ្នឹងដូរ៉ានិងសួយហ្នឹងក៏ចង់សាកក្លាប់សាច់ដូចមុខកដាធ្វើមិញហើយពីរអ្នកគេក៏បានធ្វើឲ្យចំណែករបស់ Fair ហ្នឹងបែកខ្ទេចអស់ចឹងមុខកដាក៏បានធ្វើ Fair មួយទៀតឲ្យស្អាតចឹងទៅហើយមុខកដាក៏បានសាកដាក់សាច់ផ្សេងទៀតចឹងទៅក្រោយមកសត្វទាំង3របស់គេហ្នឹងក៏ចេញទៅប្រមាញ់ដើម្បីឲ្យស្រកពោះមុខកដាក៏ឲ្យកតាវេទមន្តទៅ Fair ផងដែរពេលសัตว์គេចេញទៅ Max ក៏បានមកដល់ដែល Lambert នឹងបានផ្ញើសបុតមួយមកឲ្យមុខកដាដែលសបុតដកខ្លួននិងកក់សក់របស់មុខកដានឹងគឺលក់ដាច់មែនតែនទោះបីកំណត់ម្នាក់ទិញបានតែ3ក៏នៅតែដាច់ស្តុកដែរអញ្ចឹង Lambert នឹងចង់ឲ្យមុខកដាបន្ថែមស្តុកមកទៀតម្យ៉ាងទៀតកណាត់ពាក់ពីក្រោយរបស់មុខកដានឹងក៏ធ្វើចិត្តរួចផងដែរពេលនោះ Max ក៏ចង់និយាយរឿងមួយប្រាប់មុខកដាតែដល់គេមិនទាន់ច្បាស់អញ្ចឹងគេក៏ត្រឡប់ទៅវិញដែលធ្វើឲ្យមុខកដានឹងគិតថាប្រហែលជាមុខយក្សនឹងចេញមកទៀតហើយចំណែកខាង Fair វិញក្រោយហូបហើយគេក៏មានកម្លាំងពេញខ្លួនហើយក៏បានប្រទះនឹងនាគមួយកំពុងហោះលេងក្រោយមកពួកគេនឹងក៏បានត្រឡប់មកវិញដែលនាគហោះលេងនោះ Fair បានប្រមាញ់វាយកមកឲ្យមុខកដាហើយដែលវានឹងគឺជានាគក្រហមហើយនៅក្មេងទៀតអញ្ចឹងសាច់ដឹងតែអែមតែហ្មងតែដើម្បីវាសាច់នេះគេត្រូវត្រឡប់ទៅជួបនៅអឺឡានវិញអញ្ចឹងមុខកដានឹងក៏ដាក់នាគនឹងចូលឲ្យទីមបុកហើយក៏បានទិញទឹកសរោពីស្គីរបស់ខ្លួននិងបានឲ្យសួយនឹងជួយកិនតកអញ្ចឹងគេក៏បានតកឈូសមកហើយមុខកដាក៏បានឲ្យសត្វរបស់គេនឹងរើសទឹកសរោតាមចំណូលចិត្តរៀងខ្លួនសួយក៏បានរើសដោះគោមុខកដាក៏បានចាក់ពីលើតកឈូសនឹងចំណែក Dora វិញក៏ចង់បានសរោពណ៌ខៀវហើយចំណែក Fair នឹងចង់បាន Strawberry តកឈូសនេះពេលហូបច្រើនក៏ធ្វើឲ្យ Fair និង Dora នឹងងើងក្បាលផងដែរក្រោយហូបឲ្យពួកគេក៏មកហ្គាដោយឃើញថាមានបញ្ហាបន្តិចបន្តួចដែលពិបាកនឹងដោះស្រាយពេលនោះមុខកដាក៏បានហៅ Max ទៅនិយាយគ្នាស្ងាត់ដែលមុខកដាដឹងថា Max នឹងចង់និយាយពីអីអញ្ចឹងគេក៏បានដកនាគក្រហមនោះចេញមកដែលធ្វើឲ្យ Max ភ្ញាក់ផ្អើលសឹងតែជ្រុះសក់អស់ពីក្បាលហើយអញ្ចឹងការព្រួយបារម្ភនោះគឺបានដោះស្រាយរួចរាល់ហើយឃើញបែបនេះ Max នឹងក៏សួរមុខកដាថាចង់ឡើងទៅ rank S ឬអត់តែមុខកដាមិនចង់នោះទេណាមួយនេះមិនមែនគេជាអ្នកកម្ចាត់នោះឡើយគឺសត្វរបស់គេជាអ្នកធ្វើមុខកដាក៏ចង់ឲ្យម្ចាស់ហ្គានឹងលាក់រឿងនេះផងដែរតែម្ចាស់ហ្គាមិនអាចលាក់រឿងដ៏ធំនេះបានឡើយក្រោយមកក៏ដល់ពេលមុខកដាថ្វាយដង្វាយទៅព្រះនិនរានឹងក៏កំងនំខេកអ្នកផ្សេងទៀតនឹងចង់បានជុតសាប៊ូកក់សក់ស្រាបៀរហើយខ្លះទៀតនឹងចង់សន្សំលុយដើម្បីទិញពេលក្រោយថែមលើនឹងអញ្ចឹងទៅពេលហ្នឹងព្រះរូបកានឹងក៏កំងដែលធ្វើឲ្យព្រះផ្សេងនឹងភ្ញាក់ខ្លួនមកទំហឹងដោយពួកគេនឹងក៏ចង់ហូបអានឹងដែរចឹងពួកគេក៏សម្រេចចិត្តយកអានឹងទាំងអស់គ្នាចឹងទៅជាមួយនឹងស្រាហើយអីថែមតិចតួចក្រោយមកមុខកដាគិតពីរឿងបន្ទាប់ដែលគេត្រូវធ្វើដែលគេត្រូវយកនាគហ្នឹងទៅឲ្យធ្វើឡានជាអ្នកវះហើយនឹងទៅជួប Lambert ដើម្បីបន្ថែមស្តុកនិងទៅយកអាស្អីពាក់ពីក្រោយរបស់គេហ្នឹងតែគិតច្រើននាំ stress ចឹងគេក៏យកជ្រួចហ្នឹងមកអុជលេងវិញស្អែកឡើងពួកគេក៏បន្តដំណើរទៅទៀតហើយពួកគេទៅណាមានអាចារ្យទស្សនានៅរដូវកាលក្រោយបាយさあ出発だ